សួស្តីអតិថិជនទាំងអស់គ្នាសម្រាប់ថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញអំពីរបៀបភ្ជាប់ gateway ជាមួយនឹង sound របស់យើងចាជាទូទៅសម្រាប់ sound នេះគឺយើងអាចប្រើបានជាមួយ app ប៉ុន្តែក្នុងករណីថា app អតិថិជនទាំងអស់គ្នាចង់ប្រើវិជាបកពីចម្ងាយគឺយើងតម្រូវឲ្យមាន add ជាមួយនឹង gateway មួយនេះមួយទៀតចាអញ្ចឹងសម្រាប់ gateway មួយនេះគឺឈ្មោះរបស់វាហ្នឹងគឺ G2 ចាអញ្ចឹងនៅពេលដែលអតិថិជនរបស់គ្នាយកទិញទៅអតិថិជនអស់គ្នាអាចមើលនៅផ្នែកខាងក្រោយនេះបានគឺវាមានឈ្មោះរបស់វាអញ្ចឹងណាចាដើម្បីយើង add gateway បានគឺយើងត្រូវតែភ្ជាប់ជាមួយ sound បែបនេះហើយសិនចានៅពេលដែលយើងភ្ជាប់ហើយបន្ទាប់មកគឺយើងត្រូវចូលទៅក្នុងកន្លែងសញ្ញា tray 3នេះចានៅពេលដែលយើងចូលកន្លែងសញ្ញា tray 3នេះរួចហើយចាបន្ទាប់មកគឺយើងត្រូវយកពាក្យ gateway ចាបន្ទាប់មកគឺយើងត្រូវយកសញ្ញាបូកនៅខាងចុងនេះចាបន្ទាប់មកតើចុងអស់គ្នាមានឃើញមានន័យថា gateway នេះគឺមានឈ្មោះរបស់វាអញ្ចឹងណាជិះសម្រាប់យើងគឺយើងខ្ញុំជ្រើសយក gateway ដែលមានឈ្មោះ G2 ចាអញ្ចឹងយើងចុចទៅលើពាក្យហ្នឹងទៅបន្ទាប់មកគឺយើងចុចពាក្យ next ចាបន្ទាប់មកគឺវានឹង load សញ្ញាបូកពណ៌ខៀវបែបនេះគឺយើងយកសញ្ញាបូកនេះទៅចាបន្ទាប់មកនៅកន្លែងនេះគឺគេតម្រូវឲ្យយើងដាក់ឈ្មោះដាក់ password Wi-Fi ហើយនិងឈ្មោះ Wi-Fi របស់យើងណាចាអញ្ចឹងតើជុំអស់គ្នាអាចបំពេញ password Wi-Fi របស់យើងទៅចាហើយយើងដាក់ passwordចាបន្ទាប់មកគឺវានឹង load success បែបនេះគឺបងប្អូនគ្រាន់តែចុចទៅលើពាក្យ OK មិញហើយគឺយើងថយក្រោយវិញចាយើងថយក្រោយវិញបន្ទាប់មកគឺយើងចូលទៅក្នុង setting ចាបន្ទាប់មកគឺយើងយកពាក្យ remote unlock ចានៅកន្លែង remote unlock នេះគឺយើងត្រូវចុច turn on ចាចុចបើកដើម្បីយើងអាចប្រើជាមួយនឹង remote នេះបានចានៅពេលដែលយើងបើកយើងចុចពាក្យ turn on ហើយគឺយើងនឹងឃើញមានកន្លែងសញ្ញា remote ទូចនេះមួយចាអញ្ចឹងអតិថិជនអស់គ្នាអាចធ្វើការតេស្តសាកល្បងមើលបានចាអញ្ចឹងយើងចុច unlock នៅកន្លែងទៅចាចុច unlock ចាអតិថិជនអស់គ្នាអាចធ្វើការបើកទ្វារបានចា